ឥឡូវមក warm up ជាមួយខ្ញុំទាំងអស់គ្នា full warm up ណាអូខេមុននឹង intro ឥឡូវយើងគ្រប់មួយទៅហើយចាំយើងចាប់ផ្ដើមចូល warm up ធ្វើតាមខ្ញុំនឹងមកវាអត់មានពិបាកទេមួយទៅលើកខាងលើអញ្ចឹងទៅហើយឆ្អើតជើងហើយយើងទាញកាយដៃយើងចូលឲ្យតឹងសរសៃអញ្ចឹងណាព្រោះយើងធ្វើអស់អញ្ចឹងទៅបានយើងពេលយើងហាត់ទៅវាអត់ខិចដៃខិចជើងណាហ្នឹងហើយធ្វើតាមខ្ញុំមួយហ្នឹងមកតែក្នុងវីដេអូខ្ញុំនេះវាខ្ញុំដាក់រៀងលឿនអញ្ចឹងទៅកាត់អញ្ចឹងទៅមិនសាំច្រើនទេពេលយើងwarm up ទៅធ្វើមួយហើយធ្វើរៀងយូរអញ្ចឹងទៅវាល្អសម្រាប់យើងឯងប៉ុន្តែខ្ញុំធ្វើវីដេអូចេញធ្វើកាត់អញ្ចឹងជា sample ឲ្យងាយយល់អញ្ចឹងណាហ្នឹងហើយធ្វើតាមខ្ញុំនឹងមកនេះចែកអីដែលសំខាន់ហ្នឹងកន្លែងចង្កេះហ្នឹងធ្វើវាអស់មកហ្នឹងហើយហើយដល់មកចូលឡើងជង្គង់ហើយជង្គង់នេះក៏សំខាន់ដែរតែយើងអត់អស់ហ្នឹងតកន្លោះជង្គង់ហ្នឹងឈឺជង្គង់ហើយអង្គុយងើបចឹងមកវាជួយដល់ជង្គង់ហើយតសៃជង្គង់ក្រោយនោះហ្នឹងហើយហើយកន្លែងនេះគឺចាប់ដើមចូលឡើងសំខាន់ហើយពេលយើងធ្វើយើងសកត់ជង្គង់យើងកុំសកត់ខ្លាំងពេកមកល្មមហើយយើងអោតទៅមុខហើយយើងបាយទៅជាហៀងអស់ដូចខ្ញុំប្រាប់នឹងធ្វើជាសញ្ញាអញ្ចឹងណាដល់មកយើងអង្គុយរៀងទៀបអញ្ចឹងទៅធ្វើអស់ទាញជង្គង់ទាញផ្លូវយើងឲ្យវារៀងតឹងទៅសងខាងអញ្ចឹងមកយើងធ្វើអានឹងបានកាន់តែយូរកាន់តែល្អអញ្ចឹងណាស្រួលងាយស្រួលក្នុងការហែកជើងហ្នឹងហើយនេះកន្លែងនេះក៏អញ្ចឹងដែរយើងធ្វើបានច្រើនរបៀបអានេះជាងខ្ពស់តោះមកយើងក៏អាចដាក់កែងក្តាប់ដៃចុះមកក្រោមទល់ដីយ៉ាងដែរតោះមកយើងក៏អាចបដូរវាមកលក្ខណៈថាយើងនេះអានេះយើងកាច់ចង្កេះទៅក្រោយអានេះវាធ្វើទៅស្រួលខ្លួនហ្មងហើយយើងធ្វើបាយមួយជាងទៀតមកមួយជាងទៀតហ្នឹងវាធ្វើដូចតាជាងខាងនោះដែរទេយើងដាក់កែងដៃហើយយើងដាក់ដៃមួយជាងទៀតហ្នឹងដើម្បីកាច់ចង្កេះទៅក្រោយអញ្ចឹងណាព្រោះអីវាជួយចង្កេះយើងវា support យើងច្រើនហ្នឹងហើយអត្ថប្រយោជន៍នៃការដែលយើង warm up ហ្នឹងគឺវាជួយយើងខ្លាំងមែនតែនយកហ្មងយើងទាត់បានខ្ពស់ទាត់បានខ្លាំងវាសំដៅទៅលើអ្វីដែលយើងបាន warm up ហ្នឹងឯងបើយើង warm up លេងទេទាត់ក៏អត់ចេញជើងដែរហើយអ្វីដែលសំខាន់បំផុតហ្នឹងគឺការហែកជើងអញ្ចឹងទាំងអស់ដែលខ្ញុំធ្វើនេះគឺវាសុទ្ធសឹងតែជាគន្លឹះឆ្ពោះទៅរកការដែលយើងអាចហែកជើងបានដល់ដីទាត់បានខ្ពស់ទាត់បានខ្លាំងលឿន flexible អីគឺទៅតាមនឹងទាំងអស់គឺទៅតាមអ្វីដែលយើងបានប្រព្រឹត្តគឺយើង warm up នឹងឯងអានេះគឺយើងកាច់ជង្គង់កាច់អីយើងទៅដើម្បីអីឲ្យយើងទាត់កាច់បត់ជង្គង់បានល្អអញ្ចឹងណាហ្នឹងហើយឥឡូវចត់ដើមចូលlạiហែកជើងហើយហែកជើងនេះតាម technique របស់ខ្ញុំគឺខ្ញុំហែកស្ដាំទៅមុខស្ដាំឆ្វេងទៅមុខអញ្ចឹងទៅយើងហែកវាអញ្ចឹងណាដើម្បីយើងទាត់យើងអាចទាត់បថៅបានពុះដល់នេះយើងចូលដល់ហែកចំហៀងហ្នឹងគឺវាមានសារៈសំខាន់ខ្លាំងមែនតើព្រោះវាចូលទាំងអស់ទាត់ក្បាច់មួយណាក៏ចូលដែរអញ្ចឹងពេលយើងហែកជើងហើយយើងស្រែចង្កេះស្រែជើងយើងអញ្ចឹងទៅធ្វើតាមខ្ញុំអញ្ចឹងមកអានេះផ្ទះដៃនេះមិនបាច់ទេព្រោះខ្ញុំប៉ះមួយដីហ្នឹងឥឡូវយើងចូលដល់ក្បាច់ទាត់ practice basic ដំបូងខ្ញុំទាត់ជើងឡើងលើអញ្ចឹងទៅឲ្យវាយើងកម្ដៅម៉ាស៊ីនណាទាត់តាមខ្ញុំអញ្ចឹងមកខ្ញុំទាត់ក្នុងនេះទាត់3ដងតែចាក់ស្ដែងខ្ញុំទាត់5ដងខ្ញុំកាត់ចេញអញ្ចឹងទៅយើងកាត់នៃយល់អញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាធ្វើវិញទាត់5ជើងឯទៅជើងមកជាហៀងឲ្យវាលាស់បានល្អឆាប់ចេះអញ្ចឹងណាឬមកក៏ជួយកម្ដៅយើងបានល្អអញ្ចឹងក្បាច់ដែលខ្ញុំធ្វើ basic នេះគឺវាស្រួលទេបើអ្នកទាំងអស់គ្នាមិនតមបានខ្ពស់ទេក៏តិចសិនក៏បានដែរកុំបខំខ្លួនឯងប៉ុន្តែយើងព្យាយាមធ្វើជារៀងរាល់ថ្ងៃវាបានខ្ពស់ហើយបានលឿនបានអីដូចខ្ញុំបានកំពុងតែចេះរាល់ថ្ងៃអញ្ចឹងទៅខ្ញុំមានអីខ្ញុំជួយចែកម្លែកអញ្ចឹងណាហ្នឹងហើយធ្វើតាមហ្នឹងមក
អត់មានប្របាក់អីហើយជូនពរអ្នកនរនេះជោគជ័យអរគុណច្រើនបានមើល Save this video and come back stronger.